បាទសួស្តីបងប្អូនសិស្សនៅសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកនិយាយបន្តទៀតហើយទាក់ទងជាមួយនឹងលំហាត់អាំងតេក្រាលរបស់យើងទាំងពីរនេះលោកគ្រូបានលើកយកលំហាត់អាំងតេក្រាលដែលទាក់ទងជាមួយនឹងលំហាត់ប្រឡងបាក់ឌុបបាទអញ្ចឹងមានលំហាត់ C គឺអាំងតេក្រាលពី1ទៅ0នៃ e ស្វ័យគុណ x លើ e ស្វ័យគុណ x បូក1បូកនឹង1លើ e ស្វ័យគុណ x បូក1 dx មើលលំហាត់ C ហ្នឹងវាបើសិនជាយើងមើលមួយផ្លែតយើងគិតថាលំហាត់ហ្នឹងគឺជាលំហាត់ដែលពិបាកវាដូចរញ៉េរញ៉ៃហើយសាំញ៉ាំចំណែកលំហាត់ D អាំងតេក្រាលកំណត់ពី1ទៅ2នៃផលចែករវាង x បូក x e សេគុណ x លើ1បូក e សេគុណ x dx នៅក្នុងលំហាត់ D នេះបើយើងមើលមួយផ្លែតក៏ដូចគ្នាដែរជាមួយនឹងលំហាត់ C អញ្ចឹងមើលទៅវាដូចជាមានភាពស្មុគស្មាញខ្លាំងណាស់ខាងលើក៏មាន2តួខាងក្រោមក៏មាន2តួដែរឥឡូវយើងទៅមើលចម្លើយទាំងអស់គ្នាឥឡូវយើងមើលចម្លើយលំហាត់ C របស់យើងបើយើងក៏លេខមើលមួយផ្លែតចំពោះលំហាត់ C របស់យើងវាហាក់បីដូចជាស្មុគស្មាញណាស់វាមានប្រភេទផងហើយ expose ផងប៉ុន្តែលំហាត់របស់យើងនឹងវាអត់ពិបាកទេយើងក៏លេខមើលភាគបែងរបស់អាំងតេក្រាលរបស់យើងកន្សោបអាំងតេក្រាលហ្នឹងគឺវាមាន e ស្វ័យគុណ x បូក1ដូចគ្នាពោះប្រមាណវិធីលើការបូកដកប្រភេទគឺកាលណាវាភាគបែងវាដូចគ្នាគឺយើងដាក់ភាគបែងរួមមកអញ្ចឹងយើងសាកល្បងដាក់ភាគបែងរួមកាលណាយើងដាក់ភាគបែងរួមភាគយកគឺយើងត្រូវយកវាបូកចូលគ្នាអញ្ចឹងយើងដាក់ភាគបែង e សេគុណ x បូក1ហើយភាគយកយើងយកវាបូកចូលគ្នាបាទនៅពេលដែលយើងដាក់ភាគបែងវារួមភាគបែងដូចគ្នាហើយយើងយកភាគយកបូកចូលគ្នាអញ្ចឹងយើងបានប្រភេទថ្មីបានប្រភេទមួយថ្មីដែលភាគយកនិងភាគបែងគឺជាកន្សោមតែមួយដូចគ្នាសម្រួលវាចោលទៅអញ្ចឹងអាំងតេក្រាលរបស់យើងនៅសល់ពី0ទៅ1នៃបាទយើងសម្រួលដូចគ្នាអញ្ចឹងវានៅសល់1 dx បាទអាំងតេក្រាលរបស់យើងគឺនៅសល់អាំងតេក្រាលនេះ1អញ្ចឹងអាំងតេក្រាលនេះ1ចម្លើយបាន x នោះយើងបាន x កំណត់ពី0ទៅ1ហើយយើងជួលេខ1ចូលយើងបាន1ដក0អញ្ចឹងចុងក្រោយចម្លើយស្មើ1បាទអញ្ចឹងយើងឃើញអាំងតេក្រាលរបស់យើងហ្នឹងគឺមើលដំបូងវាដូចជាលំហាត់ពិបាកប៉ុន្តែយើងបំលែងតែបន្តិចនោះយើងនឹងឃើញចម្លើយយ៉ាងងាយស្រួលឥឡូវយើងទៅមើលលំហាត់អក្សរ D វិញម្ដងនៅក្នុងលំហាត់អក្សរ D នេះក៏វាមិនខុសគ្នាអំពីលំហាត់អក្សរ C ដែរយើងមើលទៅវាហាក់បីដូចជាមានភាពស្មុគស្មាញណាស់ឥឡូវយើងកំតាន់អានមើលវាទាំងអស់យើងមើលវាមកផ្នែកសិនយើងសង្កេតទៅលើភាគយករបស់វាអញ្ចឹងភាគយកយើងមាន x បូកជាមួយនឹង x សេគុណ x អញ្ចឹងដោយសារភាគយកនោះវាមាន x ដូចគ្នាអញ្ចឹងយើងសាកល្បងចាប់ x ជាកតារួមសាកឡើងមើលតើវាទៅជាម៉េចវិញហើយយើងបាន1បាទភាគយកយើងចាប់ x ជាកតាអញ្ចឹងកាលណាចាប់ x ជាកតាតួទី1យើងនៅសល់1ចំណែកតួទី2កាលណាវាមាន x សេគុណ x ដល់ពេលដែលយើងចាប់ x ជាកតាវានៅសល់សេគុណ x វាបែរយើងដាក់វាដដែលបាទនៅពេលដែលយើងចាប់ភាគយកហ្នឹងទាញ x ជាកតារួចយើងឃើញថាភាគយកនិងភាគបែងហ្នឹងវាមានកតារួមដូចគ្នាគឺ1បូក e សេគុណ x ភាគបែងក៏មាន1បូក e សេគុណ x អញ្ចឹងយើងអាចសម្រួលវាបានអញ្ចឹងអាំងតេក្រាលរបស់យើងនៅសល់តែអាំងតេក្រាល1ទៅ2នៃ x dx បាទអញ្ចឹងនៅពេលដែលយើងបំលែងរួចយើងឃើញថាអាំងតេក្រាលរបស់យើងនៅសល់តែ x ទេដែលអាំងតេក្រាល x យើងអាចអាំងតេក្រាលបានស្មើជាមួយនឹង
x ការ៉េលើ2កំណត់ពី1ទៅ2យើងជួសលេខចូលមកយើងបាន2ការ៉េលើ2ដកនឹង1ការ៉េលើ2រួចហើយយើងសម្រួលលទ្ធផលវាមកយើងបាន4លើ2ដកនឹង1លើ2ចុងក្រោយយើងបានចម្លើយ3លើ2ហើយនេះគឺជាចម្លើយនៃអន្តេក្រាល C ជាមួយនឹងអន្តេក្រាល D អញ្ចឹងចុងក្រោយគ្រូចង់ប្រាប់បងប្អូនទាំងអស់គ្នាថាចំពោះលំហាត់អន្តេក្រាលដែលដាក់ប្រឡងជាទូទៅគឺយើងមើលទៅវាហាក់បីដូចជាមានភាពស្មុគស្មាញប៉ុន្តែយើងកុំទាន់អាលចុះចាញ់នៅក្នុងការដោះស្រាយលំហាត់អន្តេក្រាលយើងព្យាយាមនៅក្នុងការបំលែងអន្តេក្រាលរបស់យើងសិនព្រោះលំហាត់អន្តេក្រាលទាំងអស់គឺវាចម្លើយនៃការគណនារបស់វាហ្នឹងគឺផ្ដោតសំខាន់ទៅលើរូបមន្តគ្រឹះនៃអន្តេក្រាលរបស់យើងជានៅក្នុងវីដេអូយើងមានតែប៉ុណ្ណេះសូមបងប្អូនរងចាំតាមដានទស្សនានៅវីដេអូភាគបន្តទៀត